dude តែខ្ញុំកំពុងតែនៅទីនេះជាមួយនឹងធម្មជាតិស្រស់ស្អាតហ្នឹងហើយអ្នកទាំងអស់គ្នានេះគឺជាធម្មជាតិដែលបានកើតឡើងក្នុងទឹកដីនៃប្រទេសជាតិកម្ពុជារបស់យើងទីកន្លែងនេះគឺជាទីកន្លែងមួយដ៏ស្រស់ស្អាតមែនទែនអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចេះស្រឡាញ់ធម្មជាតិពេលដែលយើងមកដល់ទីកន្លែងនេះសូមអ្នកទាំងអស់គ្នាជួយថែរក្សាបរិស្ថានទាំងនេះគឺជាសារដ៏សំខាន់មែនទែនសម្រាប់អ្នកដែលចេះស្រឡាញ់បរិស្ថានអញ្ចឹងចាប់ផ្ដើមពីយើងទាំងអស់គ្នាទេសចរគឺផ្ដើមពីមនុស្សម្នាក់ដែលចេះស្រឡាញ់ទេសចរអញ្ចឹងដើម្បីឲ្យទេសចរមកកាន់ទីនេះច្រើនយើងនាំគ្នាស្អាតមកស្អាតប៉ុន្តែដូចដែលយើងឃើញសប្តាហ៍នេះទីកន្លែងនេះឃើញមានព្រៃឈើហៅថាព្រៃរនាមណាក្នុងបឹងទន្លេសាបព្រៃរនាមប៉ុន្តែបើយើងកលេចមើលនៅលើដីគឺយើងឃើញសំណាបដែលនៅពីពេញផ្លាស្ទិកនិយាយរួមគឺមានគ្រប់ទីកន្លែងផ្លាស្ទិករបស់ឲ្យពុកកាត់បលេងកាត់ចោលណាតែកន្លែងនេះគឺជាព្រៃរនាមព្រៃលិចទឹកនៅខេត្តតាតែបើយើងមកលេងហើយយើងចោលចេះសួរតែថ្ងៃក្រោយទៀតយើងមានអារម្មណ៍មកលេងអត់មានថាយើងថាគេថាយើងគឺយើងអស់អារម្មណ៍ដែរពួកខ្ញុំមកគ្នា4 10នាក់តែពេលយើងទៅវិញគឺពួកយើងបាញ់ខ្ចប់ត្រឡប់ទៅវិញណាតែកន្លែងនេះគឺជាកន្លែងមួយដ៏ល្អមែនទែនសម្រាប់យើងមករំសាយអារម្មណ៍បន្ទាប់ពីយើងធ្វើការអស់កម្លាំងនៅក្នុងទីក្រុងណាហើយខេត្តសៀមរាបគឺជាទីក្រុងមួយដ៏ល្អមែនទែនដែលយើងមានទីកន្លែងទេសចរច្រើនបើយើងចង់លក្ខណៈអង្គរវត្តប្រាសាទបុរាណយើងទៅខាងអង្គរវត្តបើយើងចង់លក្ខណៈធម្មជាតិស្រស់ស្រាយស្រូបយកខ្យល់អាកាសយើងមកខាងបឹងទន្លេសាបឃើញទេវាសប្រិនាមបើយើងទៅខាងអង្គរវត្តវាមានព្រៃធំរបៀបដូចថាប្រាសាទអង្គរវត្តទេតែបើយើងមកលក្ខណៈព្រៃរនាមចេះវាលក្ខណៈផ្សេងមួយទៀតតែបើយើងកលែងមើលកន្លែងទេសចររបស់យើងសម្រាប់ឃើញទេមើលឃើញទេបកក្រោះចូលមានអារម្មណ៍លេងទេដល់អ្នកចោលមួយសួរតែ10នាក់ឃើញបាន10ចំ100នាក់ឃើញអញ្ចឹង2ឆ្នាំទៅមុខទៀតយើងគុណទៅតាមនោះព្រោះថាសម្រាប់វាអត់ងាយរលាយទេវាមិនងាយរលាយទេវាប្រើពេលយូរដែលរលាយព្រោះថាសម្រាប់ទាំងអស់នេះគឺជាផ្លាស្ទិកហ្នឹងវាពិបាករលាយអញ្ចឹងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាមកលេងនៅទីកន្លែងនេះជួយថែរក្សាបរិស្ថានរបស់គ្នាដើម្បីទីកន្លែងនេះស្រស់ស្អាតដើម្បីទេសចររបស់យើងដើម្បីឲ្យមនុស្សមកស្គាល់ទីកន្លែងទេសចររបស់ខេត្តសៀមរាបរបស់យើងឲ្យកាន់តែច្រើនទាំងអស់គ្នាហ្នឹងហើយតស៊ូរបស់គ្នាយើងចាប់ដើមពីយើងទាំងអស់គ្នាអរគុណច្រើន